ពេលមនុស្សឈានចូលដល់វ័យ40ឆ្នាំវាគឺជាពេលវេលាដែលអម្រែកនៅលើស្មាកាន់តែធំនិងកាន់តែធ្ងន់អម្រែកទាំងនោះរួមមានសុខភាពផ្លូវចិត្តនិងផ្លូវកាយម្ដាយឪពុកប្តីប្រពន្ធកូនការងារការរកស៊ីជាដើមបើតាំងពីដើមមកអ្នកមិនដែលគិតគូរពីសុខភាពមកដល់វ័យ40ឆ្នាំនេះគឺជាពេលវេលាដែលអ្នកនឹងត្រូវរកលុយឬលក់ដីលក់ផ្ទះដើម្បីមើលជំងឺរបស់អ្នកជាមិនខានស្របពេលជាមួយគ្នាម្ដាយឪពុករបស់អ្នកក៏ចាស់អស់ហើយដែលស្ថានភាពរបស់ពួកគាត់គឺត្រូវការមើលថែទាំពីអ្នកឬអាចនឹងត្រូវឈឺថ្កាត់ជាងអ្នកទៅទៀតក៏ថាបានផងដែរព្រោះមនុស្សចាស់ឈឺគឺជារឿងធម្មតាបំផុតពោលគឺមិនមានអ្វីចម្លែកនោះទេយ៉ាងណាមិញបើសិនជាអ្នកមិនទាន់មានគ្រួសារអ្នកក៏នឹងមិនសូវជាមានបន្ទុកប៉ុន្តែការកសាងគ្រួសារមួយគឺប្រហែលជាយឺតពេលបន្តិចហើយខណៈពេលដែលសុខភាពរបស់អ្នកមានបញ្ហាទៅទៀតនោះគ្មាននរណាហ៊ានយកអ្នកនោះទេ